នេះជាលើកដំបូងនៃឆាកជីវិតដែលព្រះអង្គបានភ្លក្សរសជាតិនៃភាពប្រណិតជាសិទ្ធិដែលស្របច្បាប់របស់ព្រះអង្គគឺព្រះរាជបុត្របានវៈជាខត្តយវង្សទាំងពួកព្រះរាជបុត្របានវៈក៏ដូចជាព្រះរាជបុត្រធរិទ្ធរាជសុទ្ធតែកំពុងតែនៅក្នុងយុវវ័យដូចគ្នាព្រះរាជឧទ្យាននៃព្រះរាជវាំងសឹងតែពោពេញទៅដោយព្រះសូរសៀងសើចសប្បាយក្អាកក្អាយនៃព្រះកុមារទាំងអស់ហ្នឹងណាបាទនាំព្រះលេងនៅក្នុងរាជវាំងនៅក្នុងឧទ្យាននៅក្នុងវាំងហ្នឹងអញ្ចឹងភីស្ម័កក៏មានសេចក្តីរីករាយនៅក្នុងប្រតិណាស់ដែរបាទដោយសារតែទ្រង់ព្រះសម្ដាប់សូរស័ព្ទសំឡេងនិងសម្រែកនៃសេចក្តីរីករាយរបស់ព្រះរាជនន្តាបាទចៅទាំងអស់ហ្នឹងណាមិនបានយូរប៉ុន្មានផងក៏ស្រាប់តែមានអារម្មណ៍មួយពោពេញទៅដោយបាបកម្មបាទមួយចាប់ផ្ដើមមានកំណើតឡើងនៅក្នុងប្រតិរបស់ទុរយោជណាបាទទុរយោជហ្នឹងស្រាប់តែមានគំនិតមួយគឺអំពើបាបណាកើតចេញមកពីក្នុងចិត្តគាត់ដោយសារអីបាទដោយសារតែភីមៈហ្នឹងគឺទ្រង់សម្ដែងឲ្យឃើញនៅអកប្បកិរិយាជាអ្នកដែលចូលចិត្តលេងល្បែងណាកាចល្បែងណាដែលព្យាបាទធ្វើឲ្យគេឈឺចាប់ណាបាទដោយភីមៈហ្នឹងគឺចូលចិត្តជាមួយនឹងការញោះហើយរកគួនគេណាបាទអញ្ចឹងទុរយោជគាត់ឃើញអារូបភាពអស់ហ្នឹងគាត់មានការគុំគួនមែនតើណាបាទអញ្ចឹងដោយសារតែភីមៈទ្រង់មានប្រកាយពលខ្លាំងជាងគេគឺខ្លាំងហួសពីធម្មតានឹងទ្រង់ឈ្នះព្រះរាជបុត្រទាំងអស់របស់ព្រះបាទធរិទ្ធរាជបាទមិនថានៅក្នុងការប្រកួតប្រដាល់គ្នាការបោកចម្បាប់ឬក៏ល្បែងកីឡាផ្សេងណាទេគឺតម្រូវឲ្យមានការប្រើកម្លាំងកាយនោះគឺភីមៈសុទ្ធតែឈ្នះទាំងអស់អញ្ចឹងបើបុត្ររបស់ព្រះបាទធរិទ្ធរាជឡើងទៅលើដើមឈើណាភីមៈហ្នឹងគឺចូលចិត្តណាបាទចាប់អង្រួនដើមឈើហ្នឹងបណ្ដាលឲ្យអ្នកដែលនៅខាងលើដើមឈើហ្នឹងគឺធ្លាក់មកដូចផ្លែឈើជ្រុងអញ្ចឹងបុត្ររបស់ព្រះបាទធរិទ្ធរាជហ្នឹងឈឺចាប់នៅក្នុងប្រតិណាប៉ុន្តែមិនដឹងធ្វើដូចម្ដេចបើភីមៈហ្នឹងមានប្រកាយពលខ្លាំងហួសពេកហើយធម៌ពលដ៏អស្ចារ្យនេះគឺជាមរតកដែលទ្រង់ទទួលបានពីព្រះបិតារបស់ព្រះអង្គកន្លងមកបាទអញ្ចឹងជ័យជំនះរួមផ្សំជាមួយនឹងទឹកមុខញញឹមនៅក្នុងន័យចំអកលក់លើយគឺជាកាយវិការមួយនៃការលាក់ពុតត្បុតដែលចេះតែរីកធំឡើងបាទកាលណាមនុស្សយើងកាន់តែមានអាយុកើនឡើងអញ្ចឹងអាគំនិតដែលជាបពុនិយមហ្នឹងក៏វាកើតមានឡើងដែរកាលពីនៅក្នុងវ័យកុមារក្មេងខ្ចីនោះបាទអកប្បកិរិយានិងគំនិតបែបនេះមិនដែលមានសោះបាទនៅក្នុងចិត្តទុរយោជណាអញ្ចឹងពួកក្មេងៗដែលចាញ់គេបាទតែងតែស្រែកកំហកដាក់អ្នកឈ្នះអញ្ចឹងបុត្រទាំងអស់របស់ធរិទ្ធរាជប្រកាសជាកំពុងតែស្ថិតនៅក្នុងករណីជាធម្មជាតិនឹងហើយបាទគឺចំណែនណាអញ្ចឹងពោលគឺទ្រង់កំពុងតែមានអារម្មណ៍មួយគឺឈ្នានេះនឹងឈឺចិត្តជាមួយនឹងឧត្តមភាពរបស់ភីមៈហើយភីមៈវិញក៏នៅតែរីករាយនឹងការរកគួនឬការសម្លុតដើម្បីឲ្យពួកប្រជាថកនិថាឯកកោមួយទាំងនោះមានការភ័យតក់ស្លុតបាទអញ្ចឹងភីមៈហ្នឹងញោះគេបាននៅតែញោះទៀតណាបាទអត់ខ្លាចគេអត់នេះអីគេទេបាទញោះឲ្យគេអញើតញោះឲ្យគេអាម៉ាល់រហូតបាទអញ្ចឹងទាំងអស់នេះគឺជាលបែងក្មេងមែនបាទប៉ុន្តែទុរយោជជាព្រះរាជច្បងក៏កើតក្តីក្រហាយដូចជាភ្លើងកំពុងឆេះនៅក្នុងប្រតិអញ្ចឹងលាយដោយសេចក្តីឈ្នានេះនឹងការស្អប់ខ្ពើមភីមៈស៊ូដល់ពូជអញ្ចឹងទុរយោជទ្រង់ក៏ព្រះតម្រេះថានឹងរកអបាជ្ជកលអ្វីមួយមកព្យាបាទភីមៈដើម្បីសងសឹកនៅក្តីអាម៉ាស់នឹងការឈឺចាប់ដ៏ហួសវិស័យនេះឲ្យខាងទៅបានទុរយោជដែលជាបុត្រតម្រើសមួយអង្គដែលទ្រង់មានសិទ្ធិអំណាចជាងគេនៅក្នុងព្រះរាជវាំងនឹងទ្រង់ជាព្រះរាជទាយាទតែមួយអង្គគត់ដែលតែងតែទទួលនឹងការស្រឡាញ់ថ្នាក់ថ្នមពីភីស្ម័កជាព្រះឯកកោរបស់ព្រះអង្គហ្នឹងអញ្ចឹងការវិលត្រឡប់មករស់នៅក្នុងព្រះរាជវាំងវិញនៃពួកបុត្របានឌុបានបង្កឲ្យមានការប្រណាំងប្រជែងគ្នាដែលភីស្ម័កកំពុងតែសពប្រតិគឺខុសពីកាលមុនតែព្រះឯកកោនេះធ្លាប់តែលើកតម្កើងទុរយោជម្យ៉ាងទៀតភីមៈនេះជាគូប្រជែងមួយរូបដែលតែងតែឈ្នះព្រះអង្គជារៀងរហូតបើទោះបីជាធ្វើអ្វីក៏ដោយអញ្ចឹងសេចក្តីស្អប់ខ្ពើមនឹងការឈ្នះនេះយ៉ាងខ្លាំងបំផុតនេះគឺញ៉ឹងឲ្យព្រះអង្គក៏កើតអារម្មណ៍មួយគឺចង់ដាក់បណ្ដាសាឲ្យភីមៈនឹងខ្សែប្រជជនបាទចង់ឲ្យភីមៈនឹងស្លាប់តែម្ដងហើយព្រះអង្គត្រូវតែស្វែងរកអបាយកលណាដើម្បីធ្វើគុតបាទសម្រាប់ភីមៈចោលតែម្ដងបាទអញ្ចឹងនៅក្នុងកលៈទេសៈបែបហ្នឹងបាទក្មេងៗធម្មតាគឺតែងតែចង់
រកច្រកចេញបាទឲ្យផុតពីដំណាក់កាលនៃការលំបាកទាំងអស់នេះប៉ុន្តែសម្រាប់ទូប្រយោជន៍ដែលជាបុតមួយហ្នឹងគឺកាត់ទៅរកបិតាតែម្ដងបាទគឺទ្រង់ប្រកបដោយទឹកប្រតិយជាអាត្មានិយមជាមនុស្សចំណែនឈ្នានេះណាបាទកាត់ទៅរកប្របាទធរិទ្ធិរាជស្ដេចដែលហៅថាខ្វាក់បណ្ឌិតហ្នឹងមែនតើណាបាទកាត់ទៅរកបិតាហ្នឹងតែម្ដងចឹងទ្រង់ព្រះតម្រេះវែងឆ្ងាយតទៅមុខណាបាទទូរយោធនឹងគិតទៅមុខថាព្រះអង្គមិនចង់ឲ្យបងប្អូនជីដូនមួយទាំងអស់នេះបានចម្រុងចម្រើនឡើយបាទចឹងព្រះអង្គក៏យល់ថាបើភិមៈខ្សែបជនទៅព្រះអង្គនឹងអាចឡើងគ្រងរាជសម្បត្តិនៅលើនគរនេះបានដោយមានសន្តិសុខពេញលេញក្នុងកលៈទេសៈនៃអន្តរកាលនេះបាទទូរយោធក៏មានមាតុលាមួយអង្គបាទគឺឈ្មោះថាសកុណៈជាទីប្រឹក្សាដែលចាំតែថ្វាយយោបល់អកុសលទាំងឡាយចំពោះព្រះអង្គដោយសារតែមាតុលានេះហើយបាទជាអ្នកជួយអុចអាលហើយភ្លើងកំហឹងក៏កាន់តែឆេះខ្លាំងឡើងនៅក្នុងប្រទេសទូរយោធថែមឡើងទៀតគឺជាការស្អប់ខ្ពើមពួកបណ្ឌវៈនិងមួយទៀតនោះគឺជាការគុំគួនចាំសងសឹកដោយគំតិចភិមៈចោលឲ្យទាល់តែបានពីព្រោះតែភិមៈហ្នឹងគឺបានធ្វើឲ្យព្រះអង្គផ្ទុំមិនលក់បក់មិនឡើយសោះបាទអញ្ចឹងដើម្បីបំពេញបំណងព្រះអង្គឲ្យបាននេះបាទទូរយោធក៏រៀបចំផែនការក្បត់មួយហើយចំជាថ្ងៃមួយនៅពេលដែលព្រះរាជបុត្រទាំងអស់នាំគ្នារៀបចំបរិយាដំណើរកំសាន្តទៅតាមមាត់ទន្លេគង្គានោះដើម្បីក្រសាលជាមួយនឹងលបែងនានានិងសោយព្រះស្ងោយនៅទីនោះផងនោះហើយលុះវេលារសៀលចូលមកដល់ភិមៈក៏អស់កាយពលហើយឃ្លានជាខ្លាំងអញ្ចឹងទូរយោធហ្នឹងក៏បោកណាបាទបោកបញ្ឆោតដួងលោមណាឲ្យព្រះអង្គចូលទៅក្នុងតង់ដើម្បីសម្រាកហើយប្រទានព្រះស្ងោយឲ្យមានឲ្យជារសឈ្ងុយឆ្ងាញ់បំផុតដើម្បីឲ្យភិមៈហ្នឹងសោយចឹងភិមៈដែលជាក្មេងស្មោះត្រង់និងសាមញ្ញមួយរូបនោះដែលមិនចេះកត់សម្គាល់នឹងសកម្មភាពរបស់អ្នកណាសោះនោះទ្រង់ក៏សោយព្រះស្ងោយនោះតាមប្រតិយសោយយ៉ាងឆ្អែតបាទតែអត់ដឹងថាទូរយោធនឹងបានលាយថ្នាំពុលដ៏សាហាវបំផុតទេចឹងថ្នាំពុលនឹងឈ្មោះថាកលគុតណាបាទកលគុតចឹងកលគុតនេះគឺជាប្រភេទថ្នាំពុលដែលគេផ្សំជាមួយនឹងពឹសពោះហើយយកចេញមកពីពឹសពោះតែម្ដងណាបាទអញ្ចឹងគឺដាក់ពឹសពោះហ្នឹងតែម្ដងដាក់នៅក្នុងព្រះស្ងោយជាអាហារឲ្យភិមៈសោយហ្នឹងណាបាទអញ្ចឹងនៅពេលដែលភិមៈណាបាទព្រះអង្គក៏យ៉ាងអស់កម្លាំងផងហើយហេវផងអីផងហើយសោយច្រើនទៀតអញ្ចឹងភិមៈហ្នឹងក៏ងងុយណាបាទចាប់ផ្ដើមងងុយទៅក៏ផ្ដេកប្រកាយផ្ទុំលក់ស្កប់ស្កល់តែម្ដងអញ្ចឹងព្រះអង្គក៏លង់នៅក្នុងបន្ទុំលែងទាំងអ្វីទាំងអស់ដោយសារតែថ្នាំកលកុតហ្នឹងកំពុងតែបញ្ចេញឥទ្ធិពលថែមទៀតចឹងទូរយោធហ្នឹងក៏នាំប្អូនបោចវល់បាទយកមករឹតរួតអវយវៈបាទណាចងរាងកាយភិមៈឲ្យជាប់នឹងខ្លួនយ៉ាងណែនតែនតាប់រួចនាំគ្នាសែងយកទៅទម្លាក់នៅក្នុងទឹកទន្លេគង្គាចោលនៅត្រង់ទី1ដែលមានអសេរពឹសច្រើនបំផុតទៀតបាទទម្លាក់នៅក្នុងទឹកហើយទម្លាក់ដែលមានកន្លែងអសេរពឹសច្រើនទៀតចឹងលុះវេលាល្ងាចមួយបានមកដល់ជាពេលដែលត្រូវត្រឡប់ទៅកាន់រាជធានីវិញជុតិសិទ្ធិរៈដែលជាបុត្រច្បងនៃបានឌុនោះបាទក៏ខំរកភិមៈសពកន្លែងប៉ុន្តែរកអត់ឃើញប្អូនសោះអញ្ចឹងទ្រង់ក៏យល់ថាប្រហែលជាភិមៈហ្នឹងត្រឡប់ទៅដល់រាជធានីមុនបាត់ហើយមើលទៅនោះបាទអញ្ចឹងព្រះអង្គក៏នាំគ្នាត្រឡប់ទៅកាន់ព្រះរាជដំណាក់វិញហើយក៏សួរទៅព្រះមេដាហើយព្រះនាងកុនតីក៏ភ្ញាក់ដែរបាទភ្ញាក់មែនតើនៅពេលដែលឮតែកូនសួរអញ្ចឹងបាទព្រោះអីអត់បានឃើញភិមៈហ្នឹងគឺត្រឡប់មកកាន់ព្រះរាជវាំងវិញទេអញ្ចឹងទ្រង់ក៏តតទៅយុទ្ធិសិទ្ធិរៈទាំងសម្ដែងនៅអាកប្បកិរិយាភ័យផងនិងព្រួយផងបាទព្រះនាងកុនតីហ្នឹងណាអញ្ចឹងព្រះរាជបុត្រទាំង4អង្គហ្នឹងក៏វិលត្រឡប់ទៅរកភិមៈនៅឯព្រៃវិញតាមមាត់ទន្លេនោះវិញទីម្ដងទៀតណាបាទទៅរកឲ្យឃើញនៅតាមមាត់ទន្លេនោះវិញទៀតអញ្ចឹងពេលដែលទៅដល់មាត់ទន្លេហ្នឹងហើយទ្រង់ក៏ស្រែកបង្ហូកហៅភិមៈយ៉ាងខ្លាំងប៉ុន្តែអត់មានឮសូរសំឡេងអីមកវិញសោះឮតែសំឡេងខ្លួនឯងស្រែកទៅដល់ខ្ទោខ្ទាពេញព្រៃហ្នឹងចឹងព្រះរាជកុមារក៏យាត្រាត្រឡប់មកកាន់ព្រះរាជដំណាក់នៅរាជវាំងវិញទាំងទុកទោមនិញទុកសោកណាបាទព្រោះបាត់ប្អូនចឹងនៅក្នុងសេចក្តីព្រួយបារម្ភមួយដ៏សែនធំណាបាទព្រះនាងកុនតីហ្នឹងក៏ត្រាស់ឲ្យវិទុរៈមកគាល់ដើម្បីប្រទានយោបល់របស់ព្រះនាងជាមួយនឹងព្រះសវណ្ណីថាទូរយោធមិនដែលសម្លឹងមើលមកភិមៈនៅក្នុងសេចក្តីស្រឡាញ់ពេញចិត្តម្ដងណាទេម៉ែមានពិភ័យថាទូរយោធនេះប្រហែលជាបានរៀបអបាយកលសម្រាប់ភិមៈចោលហើយមើលទៅម៉ែដូចជាមានមន្ទិលថាអញ្ចឹងចូលកូនជួយគិតទៅមើលបាទអញ្ចឹងព្រះនាងកុនតីនិយាយទៅកាន់វិទុរៈអញ្ចឹងព្រោះសង្ស័យទូរយោធនឹងយូរដែរហើយបាទអញ្ចឹងវិទុរៈហ្នឹងក៏ឆ្លើយទៅកាន់មេដាវិញថាសូមព្រះមេដាកុំព្រួយបារម្ភអីសូមប្រឹងបីបាច់ថែរក្សាបុត្រទាំង4នាក់ឥឡូវនឹងសិនចោះ
បើទូរយោធដឹងថាយើងសង្ស័យលើរូបគេនោះគេច្បាស់ជារកវិធីសម្លាប់ទាំងពួកយើងចោលទៀតចឹងពួកឫស្សីបានឲ្យទំនាយថាកូនទាំងអស់របស់ព្រះមេដាសុទ្ធតែមានអាយុវែងគ្រប់គ្នាអញ្ចឹងសូមព្រះមេដាកុំបញ្ចេញទឹកមុខឲ្យគេដឹងហើយទូលព្រះបង្គំយល់ថាភីមៈប្រកាសជាមិនមានគ្រោះថ្នាក់អ្វីទេហើយគេនឹងត្រឡប់មករកព្រះមេដាវិញនៅក្នុងពេលឆាប់ខាងមុខនេះវិទុរៈបន្ទាប់ពីបានបញ្ចេញវិចារលួងលោមប្រតិមេដាខ្លួនឯងហើយនឹងក៏យាងចេញទៅវិញបាត់ទៅអញ្ចឹងនៅពេលដែលទុរយោធយកវល្លិទៅចងរុំខ្លួនភីមៈហើយសែងយកទៅទម្លាក់ចោលនៅក្នុងទឹកហ្នឹងគឺភីមៈនៅតែផ្ទុំលក់ស្កប់ស្កល់អត់ដឹងថាគេសែងយកទៅទម្លាក់ចោលទេអញ្ចឹងរំពេចនោះបាទភីមៈក៏ហាក់បីដូចជាមានអារម្មណ៍មួយថាដូចជាសត្វអីមួយកំពុងតែចាប់ព្រះអង្គបាទចាប់ព្រះអង្គគ្រប់កន្លែងបាទអញ្ចឹងមែនណាបាទគឺអាសេរពឹសជាច្រើនក្បាលណាបាទបានមកចាប់ព្រះអង្គបន្តផ្ទួនគ្នាអញ្ចឹងក៏ស្រាប់តែមានរឿងចម្លែកមួយកើតឡើងបាទអាពឹសពោះទាំងអស់ដែលចូលទៅក្នុងសរីរាងកាយរបស់ភីមៈហ្នឹងក៏បែរទៅជាថ្នាំបន្សាបណាបាទបន្សាបអាជាតិពុលកលកុដដែលទុរយោធបានដាក់នៅក្នុងខ្លួនព្រះអង្គហ្នឹងអញ្ចឹងលុះដឹងខ្លួនឡើងព្រះអង្គក៏ប្រឹងញែកប្រហោះទាំងពីរដាច់ចំណងនឹងចោលរួចសម្លាប់ពោះអស់ជាច្រើនក្បាលហើយពោះខ្លះហ្នឹងក៏រត់ផុតពីសេចក្តីស្លាប់បានរត់ទៅកាន់ឋានប្រជុំនេះដែលជាលំនៅនៃស្ដេចរបស់ខ្លួនគឺវ៉ាសុកីដើម្បីទទួលស្ដេចនោះថាពួកទូលព្រះបង្គំសូមទូលប្រកាសណាជាអង្គម្ចាស់ថាមានមនុស្សម្នាក់ប្រហែលជាស្ដេចនៃពួកអសេរពឹសដែរក៏មិនដឹងហើយត្រូវបានពួកយើង1000ក្បាលនាំគ្នាចឹកហើយគ្រាន់តែចឹកហ្នឹងចឹកអត់ស្លាប់ទេចឹកហើយគ្រាន់តែធ្វើឲ្យភ្ញាក់ពីដំណេកតែប៉ុណ្ណោះវាចម្លែកណាបាទអញ្ចឹងគាត់ក៏បានផ្ដាច់វល់ដែលរឹតខ្លួនគាត់នឹងហើយបន្ទាប់មកក៏រករឿងសម្រាប់ពួកយើងសឹងទាំងអស់គ្នាខ្ញុំគិតថាព្រះអង្គគួរតែសុំទៅជួបគាត់មើលក្រាបទូលបាទចង់ដឹងថាបកគោលនឹងជានរណាអីក៏ខ្លាំងម៉េះណាបាទចិត្តហើយដាក់ថ្នាំពឹសហើយមិនស្លាប់ទៀតគ្រាន់តែបានឲ្យតែភ្ញាក់ពីដេកណាបាទអានេះវាដូចលក្ខណៈមួយថាពឹសបន្សាពឹសណាបាទដាក់ថ្នាំពឹសហើយពោះដែលចិត្តនឹងមានពឹសទៀតបាទអញ្ចឹងពឹសនិងពឹសគឺប្រសាបគ្នាណាបាទអញ្ចឹងវ៉ាសុកេក៏ឲ្យបរិវារទាំងនោះនាំទៅកាន់ទីកន្លែងដែលភីមៈកំពុងតែស្ថិតនៅអញ្ចឹងស្ដេចភុជង្គនាគស្គាល់ច្បាស់ណាស់ថាមនុស្សនោះគឺភីមៈដែលជាបុត្ររបស់ព្រះនាងកន្តីវ៉ាសុកេសម្ដែងសេចក្តីគួរសមរាក់ទាក់រួចទៅប្រាប់ទៅសេនារបស់ព្រះអង្គថាចូលឯងយកមាសពេជ្រមកថ្វាយព្រះអង្គឲ្យពេញប្រតិយអញរីករាយណាស់ដែលមានវាសនានឹងបានជួបព្រះអង្គបាទអញ្ចឹងស្ដេចនាគនៅពេលដែលបានឃើញភីមៈហើយប្រើកូនចៅឲ្យយកមាសពេជ្រកែវកងពិទូសូរកានទាំងប្រមាណនោះយកមកថ្វាយភីមៈដោយសារខ្លួនអញហ្នឹងរីករាយណាស់បាទរីករាយណាស់ដែលបានជួបជាមួយនឹងព្រះភីមៈហ្នឹងអញ្ចឹងស្រាប់តែមានសេនាបតីមួយរូបនៃស្ដេចភុជង្គនាគហ្នឹងក៏បានទូលថ្វាយចំពោះវ៉ាសុកេវិញថាទូលព្រះបង្គំសូមថ្វាយយោបល់មួយថាបាទភីមៈនេះគឺជាព្រះរាជបុត្រនៃស្ដេចហើយដូច្នេះព្រះអង្គមិនត្រូវការទ្រព្យសម្បត្តិទាំងអស់នេះទេឲ្យធ្វើអីវាអត់ប្រយោជន៍បាទអញ្ចឹងយើងគួរតែឲ្យព្រះអង្គសោយថ្នាំទឹកយើងវិញបាទដើម្បីបង្កើនព្រះកាយពលរបស់ព្រះអង្គឲ្យកាន់តែខ្លាំងឡើងអាហ្នឹងទៅល្អជាងបាទចេះឲ្យយោបល់អញ្ចឹងបាទអញ្ចឹងវ៉ាសុកេក៏សពតិនឹងយោបល់របស់សេនាបតីនេះណាអញ្ចឹងស្ដេចនេះក៏សូមឲ្យភីមៈហ្នឹងគង់បែរប្រភពទៅទិសខាងកើតរួចទៅយកសូរាថ្នាំមួយផ្តិលមកថ្វាយហើយភីមៈទ្រង់សោយភេសជ្ជៈឱសថនោះលុះត្រាតែអស់ជាហេតុធ្វើឲ្យអង្គប្រជុំទាំងមូលស្ញោចសរសើរជាពន់ពេកវ៉ាសុកេបង្គាប់ឲ្យគេយកថ្នាំនោះមកទៀតហើយក៏ត្រាស់ទៅភីមៈថាសូមព្រះអង្គសោយឲ្យឆ្អែតតាមសពតិចុះសោយកាន់តែច្រើនកាលណាគឺល្អកាលហ្នឹងព្រះអង្គកាន់តែសម្បូរទៅដោយប្រកាយពលកាន់នោះដែរព្រះអង្គបាទចឹងសូរាឱសថដែលជាថ្នាំទឹកនេះមួយផ្តិលអាចផ្ដល់កម្លាំងស្មើនឹងដំរីសា1000ក្បាលបាទអស្ចារ្យណាស់បាទអញ្ចឹងបន្ទាប់ពីបានសោយថ្នាំទឹកនោះអស់8ផ្តិលហើយភីមៈនោះទៅជាងងុយផ្ទុំទ្រង់ផ្ទុំលក់ស្កប់ស្កល់អស់វេលា8ថ្ងៃណាបាទផឹកថ្នាំទឹកនឹងហើយដេកលក់8ថ្ងៃភីមៈអត់ដឹងខ្លួនសោះអញ្ចឹងនៅថ្ងៃទី8ដែលព្រះអង្គតានឡើងនោះគេក៏បានយកព្រះស្ងោយទឹករបស់ស្ដេចភុជង្គនាគមកថ្វាយព្រះអង្គសោយរួចស្ដេចភុជង្គនាគហ្នឹងក៏នាំព្រះអង្គឡើងមកលើផ្ទៃទឹកវិញណាបាទហើយយកព្រះអង្គទៅដាក់នៅកន្លែងដែលព្រះអង្គគេបោះចោលហ្នឹងបាទយកទៅដាក់នៅចិត្តជំរំហ្នឹងវិញអញ្ចឹងពីទីនោះទៅបាទភីមៈក៏យាងត្រឡប់ទៅកាន់ព្រះរាជដំណាក់វិញធ្វើបង្អើយណាបាទហើយព្រះបិតានិងព្រះរាមរបស់ព្រះអនុជទាំងអស់ហ្នឹងគឺនាំគ្នាអណាស់ពេលដែលឃើញភីមៈហ្នឹងត្រឡប់ទៅដល់វាំងវិញក៏នាំគ្នាស្ទុះទៅអោបណាបាទអ្នកខ្លះក៏យំទឹកភ្នែកហូររហេមរហាមណាបាទដោយសារតែនឹកបាត់ខ្លួន8ថ្ងៃជាងហើយអត់ឃើញហើយយុធិសធិរៈហ្នឹងក៏អួលដើមកណាអស់មួយសបក
ទើបមានព្រះបន្ទូលពីព្រោះតែព្រះអង្គនឹងមានប្រតិស្នេហាមកលើភិមៈនឹងខ្លាំងណាស់អញ្ចឹងរយៈកាល1អាទិត្យកន្លងផុតទៅបាទជាមហាទារុណកម្មមួយនៅក្នុងឱរារបស់បុត្ររបស់បានឌុទាំងអស់ហ្នឹងចឹងភិមៈខំលួងប្រតិព្រះមេដាដែលកំពុងតែព្រះពលៀបមិនទាន់បាត់ហ្នឹងរួចក៏ទ្រង់រាយរាប់ថ្វាយព្រះមេដានិងព្រះរាមក៏ដូចជាព្រះអនុជទាំងអស់អំពីរឿងរ៉ាវដែលកើតឡើងលើព្រះអង្គចឹងវិទុរៈហ្នឹងក៏ប្រទានយោបល់ថាយើងត្រូវតែប្រុងប្រយ័ត្នឲ្យមែនតែនចំពោះអរិភាពរបស់ទុរយោធមកលើពួកយើងដោយសារទុរយោធនេះហើយដែលបង្ករឿងធ្វើឲ្យគេហៅថាមានគ្រោះកើតឡើងមកលើភិមៈហ្នឹងបាទចឹងពួកបានអវៈហ្នឹងក៏មានសេចក្តីមួយឈឺចាប់នៅក្នុងប្រតិណាស់នឹងគំនិតបន្ទុសរាយដែលកើតមានឡើងតាំងពីនៅក្នុងវ័យក្មេងៗហើយដែលធ្វើឲ្យមានមកបាំងរហូតដល់កម្រិតមួយនេះគឺចងអាឃាតគ្នាអំពេលដែលមកដល់វ័យធំនេះចំណែកឯទុរយោធវិញដែលរីករាយនៅក្នុងប្រតិជាទីបំផុតអស់ប្រហែលថ្ងៃនេះដោយសារតែគិតថាភិមៈហ្នឹងប្រហែលជាស្លាប់ហើយមើលទៅនោះក៏បែរជាមានការឈឺចាប់វិញបាទដោយសារតែព្រះអង្គឃើញភិមៈនៅរស់អត់ស្លាប់ណាបាទហើយថែមទាំងមានសុខភាពល្អត្រកាលទៀតអញ្ចឹងទុរយោធមិននឹកស្មានថាអំពើក្បត់របស់ព្រះអង្គនេះបែរជាទទួលបរាជ័យបែបនេះសោះអញ្ចឹងសកុនិដែលជាមេតុលាហ្នឹងក៏កើតសេចក្តីអស្ចារ្យនៅក្នុងចិត្តដែរហើយហួសចិត្តទៀតណាបាទនិយាយអីលែងចេញហើយព្រោះមនុស្សដែលដាក់ថ្នាំបំពុលហើយមិនស្លាប់ចងរឹតហើយយកទៅបោះចោលនៅក្នុងទឹកទន្លេហើយមិនស្លាប់ទៀតបាទវាជារឿងមួយដែលលែងនិយាយហើយហ្នឹងនិយាយលែងចេញហើយរីឯការគុំគួនរបស់ទុរយោធចំពោះពួកបានលវៈហ្នឹងក៏កាន់តែរីកកើតទ្វេឡើងប៉ុន្តែព្រះអង្គធ្វើជានៅស្ងៀមសិនបាទព្រោះព្រះអង្គទ្រង់ជ្រាបថាពួកបានលវៈនេះបានយល់ពីផែនការក្បត់នេះហើយបាទអញ្ចឹងនេះគឺជាសាច់រឿងនៅក្នុងពុកមួយដែលនិយាយអំពីពន្លកនៃសេចក្តីឈ្នានីសបាទគឺជាការឈ្នានីសរវាងទុរយោធជាមួយនឹងបុត្របាទបានលវៈបាទទាំង5អង្គហ្នឹងហើយទុរយោធនោះស្អប់ជាងគេហ្នឹងគឺភិមៈបាទដោយសារតាំងពីនៅតូចមួយគ្នាហ្នឹងភិមៈហ្នឹងគឺលេងអីក៏ដោយលេងខូចគេបាទណាបាទលេងខូចគេរហូតណាបាទអាងតែខ្លួនឯងមានកម្លាំងខ្លាំងចូលចិត្តធ្វើបាបគេញាស់គេណាបាទលបែងអីក៏ដោយកីឡាស្អីក៏ដោយភិមៈហ្នឹងឈ្នះគេរហូតចឹងទុរយោធជាមួយនឹងបុត្រផ្សេងទៀតរបស់ព្រះបាទធរិតរាជហ្នឹងចំណែនណាបាទចំណែនភិមៈហ្នឹងខ្លាំងមែនតើណាបាទសំគុំគួនតាំងពីតូចរហូតដល់ធំផ្លុំទៅជាគេហៅថាគំនុំស៊ូពូតែម្ដងព្រោះគិតតែជាសាច់ឈាមតែចដូនមួយទេណាបាទអញ្ចឹងគិតថាចង់សម្រាប់ភិមៈហ្នឹងតែម្ដងហើយមិនអាចសម្រាប់ភិមៈហ្នឹងបានទេវាទៅជារឿងល្អវិញណាបាទដោយសារភិមៈហ្នឹងគឺបានស្ដេចប្រជុំនេះជួយមកវិញទៀតឲ្យផឹកអាថ្នាំទឹកទៀតណាបាទកម្លាំងកាន់តែខ្លាំងក្លាថែមទៀតលើដើមបាទអញ្ចឹងនៅចម្ពោះបន្ទាប់គឺចម្ពោះទី16ខ្ញុំបាទនឹងលើកនៅអត្ថាធិប្បាយសាច់រឿងតពីនេះទៀតដែលមានចំណងជើងថាទ្រោណាចារបាទតែចង់ដឹងថាទ្រោណាចារនេះនឹងមានខ្លឹមសារបែបណានៅក្នុងរឿងមហាវីរកថាមហាភារតៈយ៉ាងនេះខ្ញុំបាទនឹងជម្រាបជូនប្រិយមិត្តអ្នកស្ដាប់នៅវគ្គក្រោយទៀតបាទអញ្ចឹងសម្រាប់ប្រិយមិត្តដែលមិនទាន់បាន Subscribe Channel របស់ខ្ញុំសូមកុំភ្លេចជួយចុច Subscribe ទាំងអស់គ្នាផងបាទ